លែងមានមាសតម្លៃ$10,000ជាងក្នុង1គីឡូហើយបងប្អូនទាំងអស់គ្នាមានតែតម្លៃមាស$16,000ជាងនៅក្នុង1គីឡូសម្រាប់ហាងឆេងមាសជាសកលនៅថ្ងៃទី27ខែមករាឆ្នាំ2026នេះគិតត្រឹមម៉ោង12មាសកំពុងតែឈរនៅក្នុងតម្លៃ$5,060នៅក្នុង1អោនក្នុងទីផ្សារអន្តរជាតិឬក៏ស្មើទៅនឹង$6,096ក្នុង1តម្លឹងសម្រាប់ទីផ្សារប្រទេសកម្ពុជាដោយ1ជីស្មើទៅនឹង$609រីឯ1គីឡូវិញស្មើរហូតដល់ទៅ$122,679បើកាន់លុយ$10,000ទៅទិញមាសអត់បាន26ដុល្លារឬក៏1គីឡូទេប៉ុន្តែបើបងប្អូនទាំងអស់គ្នាមានលុយ$10,000យកទៅដាក់នៅធនាគារហើយធ្វើការកក់ហាងឆេងមាសតាមរយៈប្រព័ន្ធធនាគារហើយស្របច្បាប់និងគាំពារដោយនាយកកម្មមូលបត្រកម្ពុជា100%ទៀតនោះនឹងទទួលបានការកក់ហាងឆេងមាសរហូតដល់ទៅ30គីឡូទាន់ម៉ោង12ឬក៏ម៉ោង1នៅក្នុងថ្ងៃនេះផ្ទាល់តែម្ដងតម្លៃហាងឆេងមាសកំពុងតែមានការធ្លាក់ចុះបងប្អូនអាចធ្វើការកក់ហាងឆេងពីឥឡូវនេះទៅនៅពេលដែលតម្លៃហាងឆេងមាសឡើងទៅដល់តម្លៃខ្ពស់គោលដៅរបស់វាដែលជាតម្លៃប្រវត្តិសាស្ត្រ$5,111នៅក្នុង1អោននោះបងប្អូននឹងទទួលបានផលចំណេញរហូតដល់ទៅ$44,000នៅក្នុងការកក់ហាងឆេង30គីឡូមាសក្នុងការប្រើប្រាស់ដើមទុន$10,000ក្នុងការកក់ហាងឆេងមាសនេះបើបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍នៅក្នុងការកក់ហាងឆេងមាសតាមរយៈប្រព័ន្ធធនាគារដោយប្រើប្រាស់នៅទូរស័ព្ទដៃហើយបងប្អូនអាចដឹងពីចំនួនប្រតិបត្តិការរបស់បងប្អូនទាំងអស់គ្នាបាននឹងការទិញលក់ដោយរបៀបណានោះអាចធ្វើការទំនាក់ទំនងមកកាន់នាងខ្ញុំបាននាងខ្ញុំនឹងផ្ដល់ការប្រឹក្សាលម្អិតហើយធ្វើការបើកគណនីជួញដូរសាកល្បងជូនបងប្អូនទាំងអស់គ្នាដោយឥតគិតថ្លៃ